បើសិនជាយើងផ្ទុះអាវុធភ្លាមយើងក្របទី1គឺជាក្របដែលប្រទេសកម្ពុជាត្រូវបរាជ័យហេតុអីយើងទទួលបរាជ័យខាងផ្នែកនយោបាយនិងការទូតដោយយើងជាអ្នកបំពេញការចុះបាញ់តែម្ដងព្រោះកាលណាតវាយកដាមគឺយើងត្រូវតែផ្ទុះអាវុធមុនណាវាជាការធម្មតាបើយើងផ្ទុះអាវុធត្រូវតែវាយកដាមគឺត្រូវតែផ្ទុះអាវុធមកបើផ្ទុះអាវុធមុនមានន័យថាកម្ពុជាត្រូវទទួលការខាត់បងធំធេងទៅលើបញ្ហាតាក់ទិនជាមួយនឹងរំលោភលើបទច្បាប់ចំអន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរហើយគេចាត់ទុកថាយើងជាអ្នកបង្កហេតុគេចាត់ទុកថាយើងជាអ្នកបង្កហេតុដូច្នេះយើងអត់ត្រូវធ្វើរឿងនេះទេអត់ត្រូវធ្វើរឿងនេះទេអាហ្នឹងគឺជាបរាជ័យខាងនយោបាយនិងការទូតភ្លាមត្រូវចងចាំទៅលើចំណុចនេះហើយសូមឲ្យពួកអ្នកនិយមជ្រុលក្តាប់ឲ្យជាប់បញ្ហាកុំមើលឈើម្ដងត្រូវមើលព្រៃទាំងមូលអ្នកមិនបានមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីហើយក៏មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីដែរហើយណាស់ខ្ញុំគ្រប់គ្រងប្រទេសនេះរយៈពេល37ឆ្នាំ47ឆ្នាំមួយហើយក្នុងនោះមុខតំណែង